បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកតាមដានសម្ដាប់ Channel Rerain All the Soul ទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំមានប្រធានបទមួយដែលចង់ចែករំលែកពុកម៉ែបងប្អូនហើយប្រធានបទនេះគឺខ្ញុំចង់និយាយអំពីស្ថានភាពទូទៅនៃសង្គ្រាមឆ្លៀតពៀនពីសំណាក់ចៅសៀមកលើកម្ពុជាក៏ដូចជាខ្ញុំចង់បង្ហាញអំពីបញ្ហាដែលកម្ពុជាយើងកំពុងតែប្រឈមក្នុងពេលបច្ចុប្បន្នចង់ដឹងថាវាមានលក្ខណៈនិងស្ថានភាពបែបណានោះពុកបងប្អូនសូមតាមដានទស្សនានិងស្ដាប់ជាមួយនឹងការបកស្រាយរបស់ខ្ញុំបាទដូចទៅបាទសូមក្រុមជើងដូចដែលយើងបានដឹងរួចមកហើយថាសៀមវាបានចាប់ផ្ដើមឈ្លានពានមកលើកម្ពុជាម្ដងទៀតហើយនេះគឺជាការវាយប្រហារនិងឈ្លានពានទ្រង់ទ្រីធំលើកទី2ក្នុងឆ្នាំ2025នេះប្រតិបត្តិការយោធាមកលើកម្ពុជាម្ដងនេះជារឿងនឹកស្មានមិនដល់ពុកម៉ែបងប្អូនបាទវាគឺត្រូវបានធ្វើឡើងចំពេលដែលប្រទេសសៀមក្នុងនាមជាម្ចាស់ផ្ទះកំពុងតែរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី33កីឡាអាស៊ីអាគ្នេយ៍នេះគឺយើងហៅកាត់ថា SEA Games បាទជាព្រឹត្តិការណ៍កីឡាតំបន់ដ៏ធំមួយនៅក្នុងតំបន់អាស៊ានរបស់យើងនរណាទៅនឹកស្មានដល់ខណៈពេលដែលរាជធានីបាងកកនិងខេត្តមួយចំនួនកំពុងតែរំភើបរីករាយចំពោះព្រឹត្តិការណ៍កីឡាតំបន់ដ៏ធំមួយនេះនៅឯបន្ទាត់ព្រំដែនកម្ពុជាសៀមឯនេះវិញបងប្អូនបែរជាមានការបង្ហូរឈាមគ្នារវាងកងទ័ពនៃភាគីទាំងសងខាងទៅវិញបាទវាជារឿងគួរឲ្យអស់សំណើចបងប្អូនបាទនិងគួរឲ្យថ្កោលទោសបំផុតណាដោយសារតែសៀមដៃម្ខាងបានកាន់គប់ភ្លើងនៃសន្តិភាពតំណាងឲ្យស្មារតីកីឡានៅក្នុងពិធីបើកព្រឹត្តិការណ៍កីឡា SEA Games ឯដៃម្ខាងទៀតឆ្លៀតឱកាសបើកប្រតិបត្តិការយោធាឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាបាទសៀមគឺធ្វើទង្វើដ៏សែនស្មុគគ្រោកនិងគួរឲ្យស្អប់ខ្ពើមនេះបងប្អូនណាបាទហើយទង្វើដែលសៀមធ្វើលើកនេះគឺវាផ្ទុយអំពីពាក្យស្លោកនិងស្មារតីកីឡាដែលតែងតែពោលតែងតែផ្សព្វផ្សាយថាកីឡានាំមកនូវសន្តិភាពប៉ុន្តែសៀមវាបានប្រព្រឹត្តផ្ទុយពីពាក្យស្លោកកីឡាបាទពុកម៉ែបងប្អូនការប្រយុទ្ធគ្នាលើកនេះមិនខុសពីលើកមុនឡើយដោយបានធ្វើឲ្យទាហានក៏ដូចជាជនស៊ីវិលកម្ពុជាត្រូវបាត់បង់ជីវិតនិងរងរបួសជាច្រើនអ្នកទន្ទឹមនឹងនោះពលរដ្ឋរាប់ពាន់រាប់ម៉ឺនគ្រួសារត្រូវបង្ខំចិត្តចាក់ចោលផ្ទះសម្បែងក្នុងនាមជាជនភៀសសឹកទៅកាន់ជំរំជនភៀសខ្លួននិងតំបន់សុវត្ថិភាពនានាដែលនៅឆ្ងាយពីទីតាំងកំពុងប្រយុទ្ធគ្នាយ៉ាងក្តៅគគុកនេះក្រៅពីប៉ះពាល់ដល់អាយុជីវិតខ្មែរសៀមបានប្រើអាវុធទំនើបធន់ធ្ងន់ស្ទើរតែគ្រប់ប្រភេទដើម្បីកំទេចហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាមួយចំនួនក្នុងនោះសៀមបានកំទេចប្រាង្គប្រាសាទរបស់ខ្មែរឲ្យខូចខាតអស់ជាច្រើនផ្នែកផងដែរបាទបងប្អូនប្រិយមិត្តគេថាសម្លាប់បានតែហាមប្រមាថការអត់ធ្មត់មានដែនកំណត់ម្ដងនេះកម្ពុជាមិនខំមាត់សង្កត់ចិត្តទៀតនោះទេដោយបានប្រើសិទ្ធិការពារខ្លួនធ្វើការឆ្លើយតបទៅនឹងការវាយប្រហារពីសំណាក់សៀមដោយអាវុធយ៉ាងចាស់ដៃត្រឡប់ទៅវិញបាទកម្ពុជាយើងអស់ការអត់ធ្មត់ហើយពីព្រោះតែសៀមវាបានដើរផុតបន្ទាត់ក្រហមបាទលើកនេះការប្រយុទ្ធទល់នឹងសកម្មភាពឈ្លានពានរបស់សៀមកម្ពុជាយើងហាក់ស្រោះដៃគ្នាណាស់បងប្អូនទន្ទឹមនឹងការធ្វើពលិកម្មបូជាសាច់ស្រស់ឈាមស្រស់ពីសំណាក់វីរៈកងទ័ពជុំមុខរបស់យើងនៅលើសមរភូមិប្រជាពលរដ្ឋខ្មែរយើងគ្រប់មជ្ឈដ្ឋានមិនបានទុកពួកគាត់ចោលនោះទេបងប្អូនណាដោយពលរដ្ឋរបស់យើងបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់ជ្រោមជ្រែងសពគ្រប់បែបយ៉ាងដល់វីរៈកងទ័ពនិងជនភៀសសឹករាប់ពាន់រាប់ម៉ឺនគ្រួសារដែលកំពុងត្រូវការជំនួយបន្ទាន់ពលរដ្ឋខ្មែរដែលមានស្មារតីជាតិនិយមពិតប្រាកដបានបង្ហាញសកម្មភាពជួយទៅដល់កងទ័ពជនភៀសខ្លួនតាមគ្រប់រូបភាពផ្សេងពួកគេបានបែងចែកទូនាទីបែងចែកការងារគ្នាធ្វើទៅតាមលទ្ធភាពជាក់ស្ដែងរៀងៗខ្លួនក្នុងនាមជាកងទ័ពជួរក្រោយបងប្អូនពលរដ្ឋខ្មែរយើងបានលះបង់ទាំងកាយចិត្តដោយមិនរុញរានិងបានធ្វើការបរិច្ចាគទាំងថវិកាក៏ដូចជាស្បៀងអាហារថ្នាំសង្កូវដល់បងប្អូនយោធានិងពលរដ្ឋរងគ្រោះដោយសារភ្លើងសង្គ្រាមឈ្លានពានរបស់ចៅសៀមបាទបងប្អូនប្រិយមិត្តជនរួមជាតិជាទីមេត្រីនៅចំពោះមុខស្ថានភាពដ៏សែនតានតឹងនិងគ្រោះថ្នាក់បំផុតនេះវាបានរំលេចឲ្យឃើញនៅសាមគ្គីភាពការរួបរวมគ្នាប្រកបដោយស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់គ្រប់និន្នាការនយោបាយ
កលៈទេសៈនេះវាជាពេលវេលាមួយដែលអាចឲ្យយើងបើកបង្ហាញលាតត្រដាងបេះដូងដ៏បរិសុទ្ធជាមួយនឹងស្មារតីមនុស្សធម៌និងមនោសញ្ចេតនាស្នេហាជាតិដែលរកអ្វីមកកាត់ថ្លៃពុំបានបងប្អូនត្រូវចាំថានៅក្នុងស្ថានភាពដ៏លំបាកយើងនឹងអាចដឹងថានរណាជាមិត្តនរណាជាសត្រូវជាពិសេសយើងនឹងអាចរកឃើញនរណាខ្លះដែលស្រឡាញ់ជាតិពិតប្រាកដទោះបីជាយ៉ាងណាក៏ដោយវាប្រហែលមិនងាយស្រួលនោះទេបងប្អូនណាដោយសារតែរាជរដ្ឋាភិបាលក៏ដូចជាពលរដ្ឋកម្ពុជាកំពុងតែធ្វើសង្គ្រាមទល់នឹងសត្រូវសក្តានុពលធំចំនួន2ក្នុងពេលដំណើរគ្នាក្នុងនោះសត្រូវទី1មិនបាច់ប្រាប់ក៏ពុកម៉ែបងប្អូនស្គាល់ដែរនោះគឺអាចោរបច្ចាមិត្តសៀមនិងទី2គឺសត្រូវខាងក្នុងដែលខ្ញុំសំដៅទៅលើខ្មែរគ្នាឯងនេះតែម្ដងពុកម៉ែបងប្អូនមិនមែនអ្នកមកពីណាឆ្ងាយនោះទេសត្រូវទី1គឺសៀមខ្ញុំមិនបាច់និយាយច្រើនទេបងប្អូនបានដឹងហើយថាវាធ្វើអ្វីខ្លះមកលើកម្ពុជាយើងខ្លះនៅក្នុងវីដេអូនេះអ្វីដែលខ្ញុំចង់បង្ហាញឲ្យក្បោះក្បាយនោះគឺសត្រូវខាងក្នុងបាទបងប្អូនខណៈពេលដែលកម្លាំងខ្មែរសាមគ្គីដែលក្នុងនោះរួមបញ្ចូលទាំងរដ្ឋាភិបាលនិងកម្លាំងប្រជាពលរដ្ឋកំពុងប្រយុទ្ធប្រឆាំងយ៉ាងសស័ក្តិសស្រាំទល់នឹងសៀមឈ្លានពានស្រាប់តែលេចចេញនៅវត្តមានសត្រូវទី2ចេញមកពុកម៉ែបងប្អូននោះគឺគ្មាននរណាផ្លាច់មុខទេគឺមុខដដែលនោះគឺក្រុមដែលមាននិន្នាការប្រឆាំងនឹងក្រុមជាតិនិយមជ្រុលមួយចំនួននោះឯងបងប្អូនណាបាទស្ថិតក្នុងស្ថានភាពដ៏លំបាកនិងគ្រោះថ្នាក់បំផុតនេះគឺជាពេលវេលាមួយដែលខ្មែរត្រូវសាមគ្គីភាពគ្នាផ្ទុយទៅវិញពួកក្រុមអស់នេះមិនត្រឹមតែមិនបានជួយចោកជួយចែវនោះទេថែមទាំងយកជើងរាទឹកថែមទៀតផងពុកម៉ែបងប្អូនបាទខុសគ្នាពីសៀមសត្រូវដ៏ធំទី2របស់ខ្មែរនេះមិនបានប្រើប្រាស់អាវុធប្រើប្រាស់កំភ្លើងប៉ុន្តែបានប្រើយុទ្ធសាស្ត្រវាយប្រហារខ្មែរគ្នាឯងដោយព្យាយាមបំបាច់បំបាក់ផ្ទៃក្នុងរបស់ខ្មែរនិងបំបាក់ស្មារតីខ្មែរតែមួយដែលជាសញ្ញាប៉ុនប៉ងបំផ្លាញផលប្រយោជន៍ជាតិខ្មែរតាមរយៈគ្រប់រូបភាពទាំងអស់ដូចជាការញុះញង់ការធ្វើវិធានសាការបំផុសបំផុលឲ្យមានភាពចលាចលឲ្យប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងរាជរដ្ឋាភិបាលបងប្អូនបាទទង្វើទាំងអស់នេះបាទធ្វើនៅក្នុងស្ថានភាពនេះស្ថានភាពដែលខ្មែរកំពុងតែប្រយុទ្ធប្រឆាំងជាមួយសៀមនេះវាគឺជាការថាដាក់បន្ទុកណាឲ្យកាន់តែធ្ងន់មកលើកម្ពុជាមានគេហៅថាទុកជន់លើទុកពុកបងប្អូនបាទគិតមើលខ្លួនឯងទៅត្រូវឬក៏ខុសសមឬក៏មិនសមបាទដំបូងខ្ញុំចង់និយាយអំពីក្រមប្រឆាំងហើយក្រមប្រឆាំងនេះមិនមែនក្រមប្រឆាំងតូចនោះទេគឺក្រមប្រឆាំងដឹកនាំដោយលោកសំរងស៊ីដែលជាអតីតមេដឹកនាំបកសង្គ្រោះជាតិក៏ដូចជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសដែលទើបតែបង្កើតឡើងថ្មីនេះបងប្អូនបាទខ្ញុំនិយាយតាមត្រង់កញ្ចក់រូបខ្ញុំផ្ទាល់ក៏ធ្លាប់វង្វេងប្រើប្រាស់សញ្ញាឆ្នោតរបស់ខ្ញុំដោយខ្ជិលខ្ជាយនិងខ្ជាដល់ខ្ញុំបានបោះឆ្នោតគ្រប់គ្រងលោកសំរងស៊ីបាន2អាណត្តិដែរបងប្អូនណាបាទខ្ញុំស្ដាយមែនទែនកាលនោះខ្ញុំនៅក្មេងខ្ចីខាងនយោបាយខ្លាំងពេកខ្ញុំគិតបានរាក់ពេកចេះតែចង់មានចង់បានដោយមិនគិតហេតុផលនិងស្អប់ខ្ពើមវៀតណាមតាមការឃោសនារបស់បកប្រឆាំងតែប៉ុណ្ណោះបាទគឺនយោបាយស្អប់វៀតណាមបាទក្រោយមកប្រជាពលរដ្ឋខ្មែរក៏ដូចជាខ្ញុំជាម្ចាស់ឆ្នោតបានចាប់ផ្ដើមអស់ជំនឿលើលោកសំរងស៊ីនិងសហការីរបស់លោកបន្ទាប់ពីលោកបានប្រកាសដើរចូលសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយក្រោយពីមានការចម្រូងចម្រាសលើលទ្ធផលបោះឆ្នោតកាលពីឆ្នាំ2013បាទពុកម៉ែបងប្អូនសម្រាប់ខ្ញុំការចូលសភារបស់បកសង្គ្រោះជាតិវាគឺជាការសម្រេចចិត្តខុសនិងអាចហៅថាជាជំហានដែលឈានឆ្ពោះទៅរកការរលំរលាយនៃគណៈបកប្រឆាំងដ៏ធំជាងគេមួយនេះនៅកម្ពុជាបាទក្នុងនាមជាមេដឹកនាំគណៈបកប្រឆាំងលោកសំរងស៊ីនិងបកពួកតែងតែធ្វើសកម្មភាពនយោបាយប្រឆាំងយ៉ាងជ្រុលនិយមខុសទំនងទល់នឹងគណៈបកកាន់អំណាចដល់ខ្ញុំមើលឃើញថាលោកមិនមែនប្រឆាំងនឹងអំពើទុច្ចរិតទេឬក៏អធិបុលអវិជ្ជមានទេប៉ុន្តែគ្រប់សកម្មភាពទាំងអស់របស់លោកគឺលោកសំរងស៊ីធ្វើឡើងគ្រាន់តែដើម្បីប្រឆាំងនឹងលោកហ៊ុនសែនប៉ុណ្ណោះបាទធ្វើយ៉ាងម៉េចឲ្យតែឈ្នះលោកហ៊ុនសែនបាទអញនិយាយបានថាពេញមួយជីវិតនយោបាយរបស់លោកសំរងស៊ីទិសដៅនិងគោលដៅដ៏ធំបំផុតនោះគឺប្រឆាំងលោកហ៊ុនសែនហើយជ័យជំនះរបស់លោកគឺការផ្ដួលលោកហ៊ុនសែនមិនមែនប្រឆាំងដើម្បីយុត្តិធម៌និងការរីកចម្រើននៃប្រទេសជាតិកម្ពុជានោះទេបាទ
จัดตั้งปีการลูรมลมในคณะปะสังครุจิตรุ่ยหมอกประเจียประยเพียบระบลุกซามรังสีจับดามทะเลจ่อบันเต็กมาดองหายดาวซาแต่ลูกโลกมีเทศนะหนึ่งตึกดาวประชังพกับมุกจุลปีตัวหนึ่งลูกคนแสนตืบทั่วอ่อยโลกมีเอริยาบัตหนึ่งรักเปียโดยมนุษย์วิกรเจรักดาวเขียมสังเกตเคยทากอดหนึ่งสาการัยระบบกอดก็โดยจีสกรรมจุนระบบโลกนั่นแหละปลอบพฤติเรื่องมันเปราะกระไดมวยจุ่มนวลจีบรรทบได้ปะปอดอดพอประยัดกัมพูชีอย่างทุนเถอะถึงเมื่อระบาดไตตะกันณปะประชังโดยทมจิงเกรุ่งนี้ประสันมายังใจวิเพียยังใจเมื่อผมบอกโอ้นะวิเหมือนแมนประชังแต่โลกคนสารที่ปนตายวิจีสกรรมพิบหนึ่งนโยบายประชังหนึ่งโปรดขมายจังมูตายมาดองบ่าผมบอกโอนวิเหมือนแมนจีเลือกตีมวยอยู่ที่นะได้ลูกซ้อมมันซีทเวอร์สกรรมพิบประชังหนึ่งประยัดขมายดาวจีเรื่อยสาธารณชนแต่มือคืนทาลูกสอมรังสีมันมีมโนสิงเจตนาหนึ่งสมาร์ได้มนุษย์ทอจุดพวกประชิดกรรมปจินตีคือโลกแต่องปีบนิวเอาสังคมอันตรชิดด่าบรรทุกกระโดดจิตโตนกรรมเศรษฐกิจหมกลือกัมพูชีจีบรรทบรรทบเตียงแต่ดังทาปจิจนกัมพูชีกำปงแต่รู้นักกรรมบรรทบในพิบไกลกรอก็ดาวก็โลกนักแต่ฟื้นเรื่องแบบนี้ตัวรุ่ยได้จนละชนามปีปอนดับประบุนดอยชนามปีปอนมาพมุยขณะปีแต่กัมพูชีกำปงรงครัวดอยซาวิบัติจึงคือฉลองโควิดดับประบุนลูกสอมรังสีก็เจงเพื่อสกัมพิบมาดองเตียนปงมันพอนะบ่ากดบานเจงมกเอาปีบนนิ้วเอาปูรถกัมพูชีตั้งอ๋อปะได้ไซด์มันพร้อมตัวโยกาจะวัสังโควิดได้ผลัดหนึ่งจีจำนวนระบาดชนุตีบ่าลูกสอมรังสีบานเจ้าประกันโดยขมิ้นมูลทานหนึ่งพอตางเตลือรถถักปีบาลูกคนแสนถาบานป้อนปองสำหรับปูรถขมายตามระยะกาจะวัสังเจนบ่าบองโปดกึดมือเจาะกาเจ้าประกันโดยเหมือนมีนมูลทานหนึ่งพอตางนี่ตาลูกสอมรังสีปุจจียกจัดตุกดะเลือสกมาลพีบหนึ่งอายุชีวิตปูรถขมายหรือกรอนแต่ชลิดเอากะตีนพอประยาวในโยบายสำหรับครูนเองหนึ่งปะปุมันเนาะบัดสันเจียจังแมนวิปุจจิเท้าทิพนะปุมาบุปนะปลัวลูกสอมรังสีบานชลิดเอากะเก่งจุ่มนั่งแต่เลือสกตุกหนึ่งอายุชีวิตปูรถขมายกรุบรูบ่าไอ้เล่ายื่นในยัยปีสึกเกรียมเฉลียนเปลี่ยนปีสำนักเสียมหมกเลือกัมพูชีในครองชนามปีปอนมาเพย์ปรามนิวิงมันข้อปีรอลองขณะเปเดริรถปีบาลก็โลจีโปรถขมายสเตอร์แต่เตียงอ๋อเป็นมาปฏิกำปงประยุทธ์ต่อตู้จีมวยเสียมในไอ้ปรุงแดนก็โดยจีนเลือชาอันตรายจีเงี้ยtừมือลูกซ้อมรังสีไอ้ในวิ่งพวกมันพ่อโอนกดก็เจงหมกประยุทธ์ได้บนแต่กดประยุทธ์ประชังตู้หนึ่งโลคนแสนมันเต็นตื้อกึศขนมชนามปีปอนมาเพย์ปรามนี้เสียมบานปลากำลังตัวเฉลียนเปลี่ยนหมกเลือกัมพูชียื่นจำนวนปีดองหายรอเลือกอัตไตตะปะประชังก็โดยจีลูกซอมรังสีนี่บานเจงหมกวีบหาริรถาพิบาลจิบเซคือกาอมเปียวนิวนึ่งดังหอยเอาปูรถขมายเงือบหลังบันดังลูกคนแสนหนึ่งกรมกุศลก็โดยจีปะปุเชงเปียมนาดขนมสถานการณ์ดอลลำบากตานตึงจะระบบเจวอลลี่ประชาชนกัมพูชีกำปงร่องตุกหนึ่งเพยขลาดโดยซาตายพิกีเซียมประกาศกระไดจีบรรทบทาหนึ่งเทือสังเกรียมกำติดขมายจำนายลูกสามรังสีวิญใบประกาศทวีสังเกตประชังตัวหนึ่งขมายคณีไอเดวินปอนปอนบ้าบองปอนตึงเวเดกูไอสอบกระเพิ่มนี่เวียบังฮานท่าลูกสามรังสีแต่ยกตุกเวทเนียหนึ่งอายุชีวิตระบบบองปอนขมายเวจีอุปกรณ์ผลิตพอประหยัดดอยลูกหนึ่งบอระบาปนอบ้าขยมดังท่าวิจินโยบายปนแต่นโยบายก็เต้าดาวตึมหนึ่งมนุษย์ทอปองได้มันอาจปราบปราชีวิตจนจิตครุนเองดำใบแต่สำหรับหัจตาระบบครุนไล่ทเวนโยบายดำใบการจำรานระบบประเทศชาติทเวนโยบายดำใบสกมาลเพียบระบบประชาปรวัตมันแมนดำใบแต่พอประหยัดครุนเองนังปะปุปนอตีนั่นมันตอนรอดเป็นมีสังเกตมาดองลูกซ้ำรังสีหนึ่งปะปุแต่ปราปราประปอนซับไซบรรดาจำเนจำนองสังคมเพื่อการโฆษณาหนึ่งใจปรมีนมันเปิดหนึ่งมันฉบับกาจิจารจุ่มบนสถานพิบสังเกตปรุงแดนกัมพูชีซีมได้เจียรัตพรวีบังกอเตียวจีพิบโบจลาจรเป็นตีประเทศลูกสามรังสีเจียยิมรกกรุวิธีทเวออย่างหน้าคือดับใบดูรุมลุ่มกรุซาตระโกหุนอ่อยคันตะบานโดยลูกปุ่มควายควอลปีพอลปะปอนตัวเลยปูรถสลตรังกัมพูชีหรืออย่างนาเตบ้าบองปอนปริยมัดสะกึศมือประสันใบบองปอนจีลูกสามรังสีวิ่งเนื้อเปย์คืนปฏิจิตสถัดขนมกลัวอาสันตึกพเนกเรียกกำปงโหตาบองปอนเฮียนเทวดุลูกสามรังสีได้เตเฮียนเฉลี่ยเอากะยกตึกพเนกระบบปูรถตึกโดยกพอประหยัดนโยบายระบบคลุนได้เต
បើជាខ្ញុំវិញខ្ញុំធ្វើមិនបានទេពុកម៉ែបងប្អូនណាខ្ញុំធ្វើមិនបានទេខ្ញុំមិនអាចធ្វើអ្វីប្រឆាំងនឹងប្រទេសជាតិខ្លួនឯងបានទេបាទសូមយើងចងចាំថាពេលខ្លះដង្កូវក្នុងសាច់វាសាហាវវាគួរឲ្យខ្លាចនិងអាចបង្កវិនាសកម្មធ្ងន់ធ្ងរជាង S16 របស់ចៅសៀមទៅទៀតពុកម៉ែបងប្អូនណាបាទត្រូវចងចាំចំណុចនេះបងប្អូនប្រិយមិត្តការជំនន់សង្គ្រាមឈ្លានពានរបស់ចក្រពត្តិជប៉ុនទៅលើប្រទេសចិនពួកចិនសេរីនិងកុម្មុយនីសដែលធ្លាប់ជាសត្រូវស៊ីសាច់ហុតឈាមគ្នាពីមុនមកទីបំផុតនៅតែផ្ដល់តម្លៃដល់ជាតិជាធំដោយព្រមចាប់ដៃប្រគៀកស្មាគ្នាប្រយុទ្ធបណ្ដេញជប៉ុនពីមាតុភូមិរបស់ខ្លួនរហូតទទួលបានជោគជ័យចុះហេតុអ្វីអាភពអីទៅខ្មែរយើងនេះមេដឹកនាំក៏ដូចជាអ្នកនយោបាយច្រើនតែគិតតែពីផលប្រយោជន៍បុគ្គលជាធំហេតុអ្វីមិនអាចយកគំរូតាមចាងខៃជៀកនិងម៉ៅសេតុងទម្លាក់ចោលគំនុំចាស់សិនរួបរวมគ្នាដើម្បីបុព្វហេតុជាតិតែមួយធ្វើការប្រយុទ្ធនិងបណ្ដេញចោលសៀមឈ្លានពានចេញពីទឹកដីខ្មែរក៏ដូចជាស្រោចស្រង់រំដោះកម្ពុជាចេញពីស្ថានភាពដ៏គ្រោះថ្នាក់ដូចពេលបច្ចុប្បន្ននេះសិនបាទលោកសំរងស៊ីកាន់តែចង់ចំណេញខ្លាំងនោះការខាតបង់ក៏កាន់តែខ្លាំងពីព្រោះអីពុកម៉ែបងប្អូនពីព្រោះការធ្វើនយោបាយបែបអាត្មានិយមចង់ចំណេញជ្រុលពេកនិងខុសកាលៈទេសៈបែបនេះវាមិនត្រឹមតែមិនអាចផ្ដួលរំលំខឿនអំណាចត្រកូលហ៊ុនប៉ុណ្ណោះនោះទេផ្ទុយទៅវិញវាបានធ្វើឲ្យប្រជាប្រិយភាពរបស់លោកសំរងស៊ីខ្លួនឯងហ្នឹងក៏ដូចជាបពប្រឆាំងទាំងមូលគឺត្រូវធ្លាក់ចុះបាទធ្លាក់ចុះប្រជាប្រិយភាពអាចឈានដល់ដំណាក់កាលស្រោចស្រង់លែងបានក្នុងន័យនេះកាលណាលោកសំរងស៊ីប្រឹងកេងចំណេញពីស្ថានភាពគ្រោះថ្នាក់របស់កម្ពុជាពលរដ្ឋខ្មែរនឹងកាន់តែឃើញពីសន្តានអាក្រក់និងចំណុចអវិជ្ជមានរបស់លោកពីព្រោះលោកបានស្រាតខោអាវលាតត្រដាងបេះដូងពណ៌ខ្មៅឲ្យមហាជនឃើញថាលោកសំរងស៊ីខ្លួនឯងមិនមែនជាតិនិយមនោះទេប៉ុន្តែជាជនអាត្មានិយមទៅវិញបាទបងប្អូនការអនុវត្តយុទ្ធសាស្ត្រនយោបាយហ៊ុនសែនដេញសៀមសំរងស៊ីដេញហ៊ុនសែននេះក្នុងគ្រាដែលកម្ពុជាកំពុងប្រយុទ្ធទល់ជាមួយសៀមដែលជាសត្រូវសក្តានុពលវាប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំងថាលោកសំរងស៊ីមិនបានគិតពីផលប្រយោជន៍និងសន្តិសុខជាតិខ្មែរឡើយហើយពេលខ្លះវាបានធ្វើឲ្យខ្ញុំព្រមជឿថាលោកសំរងស៊ីជាជនក្បត់ជាតិ3ជំនាន់ដោយបកកាន់អំណាចចោតពិតប្រាកដមែនពុកម៉ែបងប្អូនណាបាទពេលវេលានេះមិនមែនជាពេលដែលខ្មែរត្រូវឆ្លោះគ្នានោះទេវាជាពេលដែលខ្មែរត្រូវរួមចិត្តតែមួយហើយក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរនិងជាម្ចាស់ឆ្នោតម្នាក់សូមដង្ហើយក៏ដូចជាអំពាវនាវឲ្យលោកសំរងស៊ីនិងអ្នកនយោបាយមកពីគ្រប់នានាការទាំងអស់ត្រូវតែរួបរวมគ្នាតែមួយនិងទោះបីក្នុងតម្លៃណាក៏ដោយត្រូវតែដាក់តម្កល់ផលប្រយោជន៍ជាតិជាធំជាអតិភិបក្នុងទិសដៅក៏ដូចជាបុព្វហេតុការពារជាតិមាតុភូមិរបស់យើងបងប្អូនត្រូវចាំថាពេលនេះក្នុងនាមជាឈាមជ័រខ្មែរមិនថាមកពីមជ្ឈដ្ឋានណាក៏ដោយគឺយើងមានសត្រូវរួមតែមួយគឺសៀមមិនមែនខ្មែរគ្នាឯងនោះឡើយដូច្នេះសូមខ្មែរគ្រប់រូបកុំច្រឡំនានាការនិងទស្សនៈនយោបាយផ្សេងគ្នាវាជារឿងដោយឡែករីឯផលប្រយោជន៍ជាតិគឺជាបញ្ហារួមក្នុងកាលៈទេសៈណាក៏ដោយចុះឲ្យតែជាតិត្រូវការខ្មែរគ្រប់រូបត្រូវតែផ្សះផ្សាផ្ទៃក្នុងនិងរួបរวมសហការគ្នាឡើងវិញជាធ្លុងមួយដើម្បីឲ្យមាំដូចជាចង្កឹះមួយបាច់ក្នុងទិសដៅនិងកិច្ចការពារទឹកដីខ្មែរពីការឈ្លានពានរបស់សត្រូវគ្រប់ទិសទីកូនខ្មែរត្រូវត្រង់ត្រាប់អនុវត្តទៅតាមពាក្យស្លោកមួយឃ្លាដ៏មានអត្ថន័យបំផុតនិងមានលក្ខណៈសច្ចានុមត្តប្រសិនបើខ្មែរបែកបាក់ខ្មែរស្លាប់តែបើខ្មែរសាមគ្គីគ្នាគឺខ្មែររស់បាទអរគុណណាស់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយក៏សូមខន្តីអភ័យអត់ទោសផងដែរបើសិនជាមានកំហុសខុសឆ្គងដោយប្រការណាមួយពុកម៉ែបងប្អូនណាហើយបើសិនជាបងប្អូនមានខមមិនឬក៏មានមតិយោបល់អីចង់កែសម្រួលឬក៏ចង់បំពេញបន្ថែមអីអាចខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំបាទខ្ញុំរីករាយក្នុងការជជែកវិញ្ញារកខុសត្រូវនិងរកហេតុផលជាមួយពុកម៉ែបងប្អូនបាទហើយបើសិនជាប្រិយមិត្តយល់ថាវីដេអូរបស់ខ្ញុំមានប្រយោជន៍បងប្អូនអាចបង្ហាញការគាំទ្រមកដល់ខាងខ្ញុំបាទតាមរយៈការចុច Subscribe បន្ទាប់មកចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូពាក់ព័ន្ធទៅនឹងការចែករំលែកចំណេះដឹងបាទខាងសង្គមសេដ្ឋកិច្ចហើយនិងនយោបាយជាច្រើនបន្ថែមទៀតជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់ណាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានគ្រប់ក្រុមគ្រួសារសន្យាជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណសូមគោរពជម្រាបលា